ថ្ងៃនេះគឺថារៀបចំចាញ់ដំណើរទៅទៀតហើយបងប្អូនគឺការបងប្អូនអឺជីដូនមួយការបងប្អូនជីដូនមួយខាងប្តីខ្ញុំណានៅគៀនស្វាយនោះវីដេអូហ្នឹងរៀងយូរដែរហើយតែបានកាត់ទេបងប្អូនអើយវារវល់ពេកយកអញ្ចឹងអត់បានកាត់ហើយនេះអ្នករងចាំអាយាយខ្ញុំឯកងខ្ញុំគាត់អង្គុយរងចាំឡានហើយដល់ពេលអញ្ចឹងខ្ញុំណាក៏ធ្វើខ្លួនហើយអស់ហើយដែរគឺយើងស្រោតទៅពីព្រឹកតិចទេបងប្អូនដើម្បីឲ្យទៅដល់នោះមានដូចថាមានបងប្អូនខាងនេះទៅខ្លះទៅបងប្អូនណាគឺទៅជួបជុំគ្នានោះទៅហើយឡានហ្នឹងអត់ទាន់មកដល់ទេនឹងអង្គុយអញ្ចឹងខ្ញុំមានពេលថតបន្តិចទៅឲ្យបងប្អូនមើលបន្តិចទៅហើយថាផ្លិចស្អីទេមិញនេះផ្លិចថាដើរចូលមកយកក៏មិនដឹងថាផ្លិចអីដែរបងប្អូនមកវីដេអូនឹងយូរដែរឡានមកដល់ហើយឥឡូវឡានមកដល់ហើយដូចថាអញ្ចឹងយើងចាប់ដើមឡើងឡានតែម្ដងគឺបិទទ្វារពេលហ្នឹងគឺខែហ្នឹងគឺបិទទ្វារសង់រាល់ថ្ងៃបងប្អូនឥឡូវយើងជួបជុំគ្នាយើងទៅមកឡានតែម្ដងហើយដូចថាវាមានអារម្មណ៍ថាវាសប្បាយដែលទៅជួបជុំបងប្អូនម្ដងគឺសប្បាយតែម្ដងណាហើយឥឡូវយើងចាប់ដើមឡើងឡានហើយក្មួយខ្ញុំមកកោពេញឡានបងប្អូនហើយនោះមួយអាវកាឡាហ្នឹងគឺកំពូលហើយកោពេញឡានតែម្ដងនិយាយចំថាគាត់លពឹសក៏លពឹសឆ្លាតដែរបងប្អូនក្មេងតែលពឹសឆ្លាតហើយគឺវាលពឹសរៀងក្បាលខូចតិចឯងក្មេងអញ្ចឹងក្មេងសម័យឥឡូវមួយណាដូចមួយណាដែរបងប្អូនគឺឆ្លាតឥឡូវនេះហើយយាយខ្ញុំតឡើងឡានដូចត្រង់រៀងស្ងល់ហ្មងដូចត្រីពុលទឹកបងប្អូនគេថាអានេះត្រីពុលទឹកប៉ុន្តែមនុស្សពុលឡានទេបងប្អូនតែពុលឡានឲ្យថើបតកងឡានទៅអត់ព្រមថើបទេនិយាយឲ្យថើបតកងឡានមួយទៅអត់ព្រមថើបទេឥឡូវយើងមកដល់រោងការប៉ុន្តែឡានអត់ចូលទៅដល់រោងការកើតទេបងប្អូនព្រោះអីផ្លូវជាតិតិចអញ្ចឹងយើងដាក់នៅក្នុងវត្តអញ្ចឹងណាដាក់នៅក្នុងវត្តវាមលុបហើយណាមួយវត្តឲ្យទល់មុខផ្ទះដែរទេបងប្អូនអញ្ចឹងយើងដាក់ឡាននៅគេហ្នឹងទៅដើម្បីយើងចូលទៅដើរចូលទៅរោងការតែម្ដងទៅអង្គុយលេងនោះទៅជែកគ្នាលេងនោះអញ្ចឹងទៅហើយយើងមកដល់តន់បាយព្រឹកបងប្អូនបាយថ្ងៃត្រង់បាយព្រឹកបាយថ្ងៃត្រង់បងប្អូនណាឥឡូវនេះវត្តស្អាតបងប្អូនវត្តស្អាតមែនតើវត្តហ្នឹងហើយដឹងវត្តអីនេះខ្ញុំភ្លេចបាត់ហើយវីដេអូរៀងយូរដែរហើយដល់ពេលអញ្ចឹងទៅបានកាត់អញ្ចឹងភ្លេចអស់ហ្មងភ្លេចមុខភ្លេចក្រោយហើយខ្ញុំនេះដើរទៅដើរមកអ្នកថតឲ្យថតឡើងទឿហ្មងបងប្អូនហើយណាមួយយើងទៅទឿស្រាប់ទៀតហើយខ្ញុំមើលទៅឃើញវត្តនឹងស្អាតមែនកន្លងទៅកន្លងមកនឹងឃើញវត្តទលាយទីធ្លាទលាយហើយធ្វើម៉ូដបានស្អាតទៀតវត្តឃើញទេបងប្អូនឃើញទេហើយមានដើមឈើត្រជាក់ស្រួលតែម្ដងនៅក្នុងវត្តហ្នឹងគឺសបោដើមឈើត្រជាក់ស្រួលហើយខាងប្រុសនេះណាហើយខ្ញុំដើរមកដល់ជិតដល់រោងការកន្លែងឃើញនំពុំទិញទៀតបងប្អូនឃើញនំពុំអត់បានហ្មងមុខដូចនំពុំអីហ្នឹងឥឡូវនេះឥឡូវវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនចង់ប្រាប់ថានៅមានវគ្គបន្តទៀតបងប្អូនណាគឺយើងទៅដល់រោងការនៅវីដេអូក្រោយទៀតអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំកន្លងមកបើមានកំហុសខុសឆ្គងអីគឺសូមខន្តីអភ័យទោសផងបងប្អូនណាបើនិយាយមានការលើសលួសអីខ្វះខាតអីសូមខន្តីអភ័យទោសផងអរគុណច្រើនសម្រាប់ការ like ការ share ការ comment ល្អនិងការជួយ follow page និង subscribe channel YouTube ខ្ញុំម្នាក់មួយផងអរគុណច្រើនជម្រាបលាបាយបាយ